មោទនភាពជាតិខ្មែរសូមចែករំលែកឲ្យភ្លុកទឹកភ្លុកដីកោះរងជាប់ចំណាត់ថ្នាក់លេខ9ជាឆ្នេរស្អាតបំផុតនៅលើពិភពលោកនាំមុខឆ្នេរល្បីៗរបស់ប្រទេសថៃពិភពលោកកំពុងសម្លឹងមកកម្ពុជាសម្រស់ធម្មជាតិដុះចេញពីទឹកដីនៃរតនសម្បត្តិមាសបៃតងរបស់កម្ពុជាបានបង្កើតប្រវត្តិសាស្ត្រថ្មីមួយទៀតហើយនៅលើឆាកអន្តរជាតិយោងតាមការចេញផ្សាយចុងក្រោយបង្អស់របស់ស្ថាប័នកម្រិតពិភពលោកបានសម្រេចផ្ដល់ចំណាត់ថ្នាក់ឲ្យឆ្នេរសមុទ្រកោះរងរបស់កម្ពុជាស្ថិតនៅលំដាប់លេខរៀងទី9ជាឆ្នេរដែលស្អាតបំផុតនៅលើសកលលោកសម្រាប់ឆ្នាំ2026នេះអ្វីដែលធ្វើឲ្យអ្នកជំនាញទេសចរនិងភ្ញៀវអន្តរជាតិមានការភ្ញាក់ផ្អើលបំផុតនោះគឺកោះរងបានយកឈ្នះឆ្នេរល្បីជាច្រើនរួមមានឆ្នេរដូណាល់ដាក់បេដ៏ល្បីល្បាញរបស់ប្រទេសថៃដែលឈរនៅលំដាប់លេខរៀងទី10នេះគឺជាសក្ខីភាពបញ្ជាក់ថាឆ្នេរសមុទ្រកម្ពុជាមានសក្តានុពលមិនចាញ់តំបន់ទេសចរលំដាប់ខ្ពស់នៅលើពិភពលោកឡើយតើអ្វីទៅជាមុនស្នេហ៍នៃទេសភាពដ៏ស្រស់ស្អាតរបស់កោះរងទឹកសមុទ្រថ្លាដូចគ្រីស្តាល់ពន្លឺជះចាំងឆ្លុះដល់បាតសមុទ្រដែលផ្ដល់អារម្មណ៍ស្រស់ថ្លានិងស្ងប់សុខបំផុតឆ្នេរខ្សាច់សក្បោះសដូចសម្លៃដីខ្សាច់ដល់ម៉ត់រលោងដែលត្រូវបានគេប្រៀបប្រដូចទៅនឹងឋានសួគ៌ក្រោមមេឃធម្មជាតិបរិសុទ្ធបានអភិរក្សនៅភាពបៃតងជុំវិញឆ្នេរបានធ្វើឲ្យកោះមួយនេះក្លាយជាគោលដៅចុងក្រោយសម្រាប់អ្នកដែលប្រាថ្នាចង់បានការសម្រាកលំហែកាយពិតៗការជាប់ចំណាត់ថ្នាក់ទី9ក្នុងចំណោមឆ្នេររាប់ម៉ឺននៅជុំវិញពិភពលោកមិនមែនគ្រាន់តែជាតួលេខនោះទេប៉ុន្តែគឺជាមោទនភាពខ្មែរទាំងមូលវាជាសារមួយប្រាប់ទៅកាន់មនុស្សជាតិគ្រប់ទិសទីថាកម្ពុជាមិនមែនមានតែប្រាសាទបុរាណដ៏អស្ចារ្យនោះទេប៉ុន្តែក៏មានឆ្នេរសមុទ្រដ៏ស្រស់ស្អាតបំផុតនៅក្នុងលោកផងដែរ